តើអ្នកធ្លាប់មានអារម្មណ៍បែបនេះទេទោះអ្នកខិតខំប្រឹងប្រែងប៉ុណ្ណាក៏ដោយក៏ជីវិតអ្នកនៅតែនៅទ្រឹងគ្មានស្គាល់ពន្លឺនៃភាពជោគជ័យសោះបើធ្លាប់អ្នកមិនមែនជាមនុស្សតែម្នាក់ដែលមានអារម្មណ៍បែបនេះទេមនុស្សជាច្រើនសុទ្ធតែធ្លាប់ឆ្លងកាត់ពេលវេលាមួយដែលយើងយល់ថាក្តីស្រមៃយើងប្រហែលជានេះមិនអាចសម្រេចបានឡើយកម្លាំងចិត្តក៏ហាក់ទៅមុខមិនរួចទេដែរហើយយើងយល់ថាការបោះបង់មើលទៅងាយស្រួលជាងការបន្តដំណើរទៅមុខទៀតថ្ងៃនេះខ្ញុំសូមមកជូនលោកអ្នកនៅរឿងមួយអំពីគ្រាប់លម៉ើដែលនឹងបង្ហាញអ្នកថាមេរៀនដ៏អស្ចារ្យបំផុតអំពីក្តីសង្ឃឹមនិងភាពអត់ធ្មត់ជួនកាលការចេញពីកន្លែងដែលយើងមិននឹកស្មានដល់គឺពេលវេលាលំបាករបស់យើងនោះឯងនៅកណ្ដាលវាលខ្សាច់មួយកន្លែងក្តៅហួនហែងគ្មានទីបញ្ចប់មានគ្រាប់ពូជតូចមួយគ្រាប់កប់ខ្លួនយ៉ាងជ្រៅនៅក្រោមខ្សាច់នោះពីលើវាមិនមែនមានតែកម្ដៅថ្ងៃទេតែមានដុំថ្មមួយដ៏ធ្ងន់សង្កត់ជាប់ទៀតផងគ្រាប់ពូជនោះមានជីវិតវាចង់ដោតផុតដីចង់ឃើញមេឃចង់ត្រូវពន្លឺថ្ងៃដូចរាល់ជីវិតដទៃទៀតដែរថ្ងៃមួយវាព្យាយាមរុញខ្លួនឡើងលើតែទោះប្រើកម្លាំងអស់ពីខ្លួនក៏ដុំថ្មនៅតែមិនរង្គើសោះវាបានព្យាយាមម្ដងហើយម្ដងទៀតតែលទ្ធផលនៅតែដដែលដល់ចំណុចនេះវាចាប់ផ្ដើមគិតថាជីវិតវាចាប់ត្រឹមនេះហើយវាបាននិយាយថាជាតិនេះប្រហែលជាត្រូវកប់ត្រង់នេះក្រោមថ្មមួយនេះគ្មានថ្ងៃបានស្គាល់ពន្លឺថ្ងៃទេតែហេតុភេទថ្ងៃមួយមានខ្យល់មួយបក់មកកន្លែងនោះខ្យល់បាននិយាយស្រាលតែក៏គ្រប់គ្រាន់ឲ្យគ្រាប់ពូជនោះឮខ្យល់បានខ្សឹបថាហេតុអ្វីមិនសាកមើលទៅខាងក្រោមវិញដំបូងគ្រាប់ពូជមិនយល់ភ្លាមទេខាងក្រោមមានអ្វីនៅខាងក្រោមនោះតែក្រោយពីគិតបន្តិចវាក៏ចាប់ផ្ដើមឃើញចំណុចមួយបើផ្លូវខាងលើត្រូវបានបិទនោះប្រហែលជាមានផ្លូវមួយទៀតនៅខាងក្រោមចាប់ពីថ្ងៃនោះមកវាបានផ្លាស់ប្ដូរទិសក្នុងការលូតលាស់វាលែងប្រឹងឡើងទៅលើទៀតហើយតែចាប់ផ្ដើមប្រឹងចាក់ឫសចុះទៅក្រោមវិញម្ដងនេះក៏មិនមែនជារឿងងាយស្រួលដែរជួនជួបដីរឹងជួនជួបស្ទប់ថ្មជួនជួបខ្សាច់ស្ងួតដែលមិនព្រមឲ្យវាឆ្លងកាត់ច្រើនដងណាស់ដែលវាចង់បោះបង់ហើយគិតថាខំធ្វើដើម្បីអ្វីគ្មានប្រយោជន៍ទេតែរាល់ពេលដែលចង់បោះបង់វានឹកឃើញសម្ដីខ្យល់ពីថ្ងៃមុនថាកុំតន់បោះបង់សាកមើលទៅក្រោមវិញមើលហើយវាក៏ប្រឹងបន្តទៀតថ្ងៃប្រែជាសប្តាហ៍ប្រែជាខែច្រើនឆ្នាំកន្លងផុតទៅនរណាម្នាក់ដើរកាត់ទីនោះគេឃើញតែដុំថ្មមួយដុំដដែលគ្មានអ្វីប្លែកតែគ្មាននរណាដឹងទេថានៅក្រោមថ្មនោះមានរឿងដ៏អស្ចារ្យមួយកំពុងកើតឡើងយ៉ាងស្ងៀមស្ងាត់រហូតថ្ងៃមួយឬរបស់វាចុះដល់ប្រភពទឹកក្រោមដីភ្លាមនោះអ្វីមួយនៅក្នុងខ្លួនវាបានផ្លាស់ប្ដូរលើកនេះវាលែងជាក្តីសង្ឃឹមទទេទៀតហើយតែវាចាប់ផ្ដើមមានកម្លាំងយ៉ាងពិតប្រាកដវាចាប់ផ្ដើមប្រឹងលូតឡើងទៅលើម្ដងទៀតលើកនេះខុសពីលើកមុនព្រោះឬវាមាំបានចាក់ជ្រៅនិងសាយធំពេញក្រោមដីដុំថ្មនៅតែធ្ងន់ដដែលតែលើកនេះវាមើលឃើញចន្លោះតូចមួយនៅកែមថ្មតូចមែនប៉ុន្តែល្មមឲ្យវាចេញបានរហូតថ្ងៃមួយវាក៏បានលូតចេញផុតដល់ក្រៅតតែបានមែនតែលើកនេះវាមិនមែនជាពន្លកទុនខ្សោយដូចមុនទៀតទេដើមរបស់វារឹងមាំពេលវេលាបានបន្តកន្លងផុតទៅគ្រាប់ពូជនោះឥឡូវคล้ายជាដើមលម៉ើមួយដើមខ្ពស់ត្រដែតថ្ងៃមួយព្យុះខ្សាច់ដ៏ធំមួយបក់មកលើវាលខ្សាច់ដែលវានៅដើមឈើជាច្រើនត្រូវរលំខ្លះត្រូវរលើងឬទាំងស្រុងតែដើមលម៉ើនេះនៅតែឈរខ្យល់អាចធ្វើឲ្យវាទេទៅទេមកបានតែមិនអាចផ្ដួលវាបានឡើយព្រោះឬវាចាក់ជ្រៅយ៉ាងខ្លាំងតើអ្នកណាបង្ខំឲ្យវាចាក់ឫសជ្រៅបែបនេះគឺដុំថ្មនោះឯងដុំថ្មដែលវាធ្លាប់គិតថាជាឧបសគ្គដ៏ធំបំផុតក្នុងជីវិតវានៅក្នុងឆាកជីវិតអ្នកក៏ដូចគ្នាដែរជារឿយអ្នកតែងរអ៊ូរទាំអំពីបញ្ហានិងឧបសគ្គដែលចូលមកបិទផ្លូវអ្នកហាក់ដូចជាដុំថ្មដ៏ធ្ងន់មួយដុំសង្កត់ពីលើមិនឲ្យអ្នកងើបមុខរួចប៉ុន្តែការពិតទៅ
គ្មាននរណាម្នាក់អាចមកកំណត់វាសនាឬសេចក្តីសុខរបស់អ្នកបានឡើយប្រសិនបើអ្នកមិនព្រមចោះចាញ់នៅពេលដែលផ្លូវខាងលើត្រូវបានបិទជិតជីវិតកំពុងតែរុញអ្នកឲ្យផ្លាស់ប្ដូរទិសដៅដោយក្រឡេកទៅមើលខាងក្រោមវិញម្ដងពោលគឺសម្លឹងទៅមើលក្នុងដួងចិត្តខ្លួនឯងដើម្បីដូររឹសឲ្យកាន់តែជ្រៅទៅក្នុងភាពអត់ធ្មត់ប្រាជ្ញានិងសកម្មភាពពិតប្រាកដមនុស្សដែលមិនបោះបង់ក្នុងពេលលំបាកតែបន្តពង្រឹងសមត្ថភាពខ្លួនឯងពីខាងក្នុងយ៉ាងស្ងៀមស្ងាត់និងคล้ายជាមនុស្សដែលរឹងមាំបំផុតថ្ងៃណាមួយអ្នកនឹងឈរយ៉ាងត្រដែតរហូតគ្មានព្យុះជីវិតណាមួយក្នុងโลกនេះអាចបំបាក់អ្នកបានឡើយអ្នកត្រូវតែចងចាំថាចូលគ្រប់គ្រងជីវិតរបស់អ្នកកុំបណ្ដោយឲ្យកលៈទេសៈជំវិញខ្លួនឬឧបសគ្គមួយគ្រាមកគ្រប់គ្រងអ្នកឲ្យសោះអញ្ចឹងលើកក្រោយបើមានដុំថ្មដ៏ធ្ងន់នៃបញ្ហាលេចឡើងក្នុងជីវិតរបស់អ្នកកុំទាន់រអ៊ូរទាំអីព្រោះដុំថ្មនោះអាចជាហេតុផលនិងជាគ្រឹះដ៏ល្អបំផុតដែលនឹងធ្វើឲ្យអ្នកលូតលាស់បានរឹងមាំដើម្បីប្រឈមមុខនឹងគ្រប់ព្យុះជីវិតនៅថ្ងៃខាងមុខទៀតជំរឿស្ថិតនៅលើអ្នកតើអ្នកជ្រើសរើសបន្តរអ៊ូរទាំរួចដេកបោះបង់នៅក្រោមដុំថ្មឬក៏ជ្រើសរើសចាក់ឫសឲ្យជ្រៅដើម្បីคล้ายជាដើមលម៉ើដ៏រឹងមាំ